សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ John ហើយថ្ងៃនេះផងដែរខ្ញុំនឹងយកពី feature របស់ microphone កាស AirPods Pro 3 នេះជាសំឡេងដែលចេញពី microphone របស់ទូរស័ព្ទហើយនេះគឺជាសំឡេងដែលចេញពី microphone របស់កាស AirPods Pro 3 តោះកុំឲ្យខាត់ពេលយូរយើងទៅមើលពីរបៀបប្រើប្រាស់ទាំងអស់គ្នាដើម្បីធ្វើការប្រើប្រាស់ feature microphone ទៅលើកាស AirPods Pro 3ជាដំបូងគឺយើងចូលទៅកាន់ setting បន្ទាប់មក scroll ចុះមកក្រោមហើយចូលទៅកាន់ sounds and haptics បន្តមកទៀតគឺយើងចូលទៅកាន់ input ហើយ switch ទៅកាន់កាស AirPods Pro 3របស់អ្នកទាំងអស់គ្នាហើយមើលវិញទៀតអ្នកទាំងអស់គ្នាក៏អាចផ្លាស់ប្ដូរ feature microphone នៅក្នុងកំឡុងពេល call ដោយគ្រាន់តែធ្វើការ scroll ចុះក្រោមទៅកាន់ control center បន្ទាប់មកចុចទៅលើ call bar ហើយផ្លាស់ប្ដូរ microphone អ្នកទាំងអស់គ្នាទៅកាន់កាស AirPods Pro 3ហើយចំពោះមុខងាររបស់ microphone នេះផងដែរក៏មានមុខងារមួយទៀតគឺ voice isolation ដែលវាអាចជួយកាត់បន្ថយ noise background ល្អជាងមុនសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមចុច like subscribe និង follow page ដើម្បីទទួលបាននូវវីដេអូថ្មីៗបើអ្នកទាំងអស់គ្នាមានចម្ងល់អ្វីទាក់ទងនឹង Apple product សូមជួយចុច comment នៅខាងក្រោមសូមអរគុណ